ក្រោយពេលព្រះបាទជីវរ្ម័នទី7គាត់បង្រួបបង្រួមសាសនាទាំងពីរនឹងចូលគ្នាទៅធ្វើឲ្យប្រទេសខ្មែរយើងខ្លាំងក្លាដើម្បីធ្វើឲ្យប្រទេសខ្មែរយើងខ្លាំងក្លាគឺយើងត្រូវការបង្រួបបង្រួមនៅនិន្នាការនិងមនោគមសាសនាឲ្យចូលគ្នាប្រៀបដូចជាព្រហ្មញ្ញសាសនាហើយនិងព្រះពុទ្ធសាសនាអញ្ចឹងធម្មតាព្រហ្មញ្ញសាសនាហើយនិងព្រះពុទ្ធសាសនាគឺមាននិន្នាការផ្ទុយគ្នាចាំពេលដែលបកស្រាយអំពីព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាខ្ញុំនឹងពន្យល់លម្អិតប្រាប់បងប្អូនពាក់ព័ន្ធជាមួយនឹងផ្នត់គំនិតដែលហៅថាផ្ទុយគ្នាផ្នត់គំនិតខ្វែងគ្នាតែម្ដងប៉ុន្តែមកដល់បច្ចុប្បន្ននេះគឺព្រហ្មញ្ញសាសនាហើយនិងព្រះពុទ្ធសាសនាបានលាយចូលគ្នាតែម្ដងហើយអញ្ចឹងហើយធ្វើឲ្យនៅក្នុងសម័យអាណាចក្រអង្គរហ្នឹងធ្វើឲ្យមានភាពខ្លាំងក្លារុងរឿងដោយសារតែផ្នត់គំនិតមនុស្សទាំងអស់អត់មានការខ្វែងគំនិតគ្នាទៀតទេមានន័យថាបើអ្នកជឿព្រះពុទ្ធសាសនាអ្នកអនុវត្តតាមបែបព្រះពុទ្ធសាសនាអ្នកជឿព្រហ្មញ្ញសាសនាអនុវត្តតាមបែបព្រហ្មញ្ញសាសនាហើយមកដល់សម័យបច្ចុប្បន្នបើអ្នកជឿទៅលើសាសនាយេស៊ូវគ្រីស្ទអ្នកអនុវត្តតាមយេស៊ូវគ្រីស្ទទៅបើអ្នកជឿទៅលើមហាម៉ាត់អ្នកអនុវត្តតាមមហាម៉ាត់ទៅបើអ្នកជឿទៅលើព្រះពុទ្ធអ្នកអនុវត្តតាមព្រះពុទ្ធសាសនាទៅគឺអត់មានបែងចែកនិន្នាការសាសនាទេដូច្នេះហើយទើបអត់មានចំនួនហៅថាអត់មានសង្គ្រាមសាសនានៅក្នុងស្រុកខ្មែរយើងនាបច្ចុប្បន្ននេះទេប៉ុន្តែបើប្រទេសគេផ្សេងទៀតឧទាហរណ៍ដូចជាប្រទេសអារ៉ាប់ប្រទេសហ្គាហ្សាស្ថានប្រទេសអាហ្គានីស្ថានអីវិញសុទ្ធតែមានបញ្ហាសាសនាព្រោះគេមានហៅថាប្រកាន់សាសនាជ្រុលនិយមអញ្ចឹងនៅពេលនេះគឺយើងនិយាយអំពីការបង្រួបបង្រួមនិន្នាការ